សួស្តីអ្នកទាំងអស់គ្នាកុំព្យូទ័រអ្នកទាំងអស់គ្នាដើរយឺតវាមាន virus storage ពេញនៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញ5វិធីងាយៗដែលធ្វើឲ្យកុំព្យូទ័រអ្នកទាំងអស់គ្នាដើរលឿនជាងមុនតោះតាមដានទាំងអស់គ្នា5វិធីនោះជាដំបូងអ្នកទាំងអស់គ្នាត្រូវមើលលើ keyboard បន្តមកទៀតចុចលើ key Win បូកនឹងអក្សរ O បន្ទាប់មកអ្នកទាំងអស់គ្នាវាយតាមខ្ញុំយើងដំបូងយើងវាយពាក្យថា recent រួចចុច enter ពេលអ្នកទាំងអស់គ្នាចុច enter វានឹង load file ចាស់ៗដែលអ្នកទាំងអស់គ្នាធ្លាប់បានប្រើអញ្ចឹងអ្នកទាំងអស់គ្នាលើ keyboard control អក្សរ A ចុចលើ key delete បន្តមកទៀតអ្នកទាំងអស់គ្នាអនុវត្តវិធីដដែល win អក្សរ R វាយពាក្យថា GMP រួចចុច enter អ្នកនឹងឃើញ file ដែលអ្នកទាំងអស់គ្នាបានប្រើអញ្ចឹងអ្នកទាំងអស់គ្នាចុច control អក្សរ A រួចចុចលើ key delete cancel ចុច win អក្សរ R អ្នកទាំងអស់គ្នាគ្រាន់តែថែមភាគរយពីមុខនិងពីក្រោយរួចចុចលើ key enter ឬក៏អ្នកទាំងអស់គ្នាអាចចុចសញ្ញា OK នេះក៏បានរួចចុច control អក្សរ A select all delete អ្នកទាំងអស់គ្នារងចាំតិចទៅចឹងអ្នកទាំងអស់គ្នាលុបតាមវិធីនេះមិនបាច់ខ្លាចប៉ះពាល់ដល់ file កម្មវិធីកុំព្យូទ័ររបស់យើងទេរងចាំវាមួយផ្លេតវានឹងលុបអស់យើងនឹងអនុវត្តវិធីដដែលតទៀតចឹងក្នុងមួយសប្តាហ៍អ្នកនរគ្នាអាចអនុវត្តតាមវិធីនេះម្ដងដើម្បីជួយសម្រួលដល់ម៉ាស៊ីនកុំព្យូទ័រអ្នកនរគ្នាចុច cancel បន្តមកទៀតចុចលើ key win បូកជាមួយអក្សរ R ដដែលអ្នកគ្នាវាយពាក្យថា free with ពាក្យមួយនេះរួចចុច enter យកពាក្យថា continue control A ឬ select all ចុចលើ key delete វិធីទី4អ្នកនរគ្នាចូលក្នុងកន្លែង search រួចវាយពាក្យថា dash ចុចលើ dash clean up យក OK រួចអ្នកទាំងអស់គ្នា ថុចចូលទាំងអស់ដកត្រង់កន្លែង download នេះចេញបើសិនបើអ្នកទាំងអស់គ្នាមានឯកសារនិងវីដេអូដែល download ទុកក្នុងfolder download នោះថុចចេញរួចចុច OK ចុច delete file រងចាំវាបន្តិចណាវិធីចុងក្រោយអ្នកនរគ្នាចុចលើ key win បូកជាមួយអក្សរ R វាយពាក្យ M R T
រួចចុច Enter រួចយកពាក្យថា Yes បន្ទាប់មកយកពាក្យថា Next បន្តមកទៀតយកពាក្យថា Next ដល់ត្រង់កន្លែងនេះអ្នកនរគ្នាគ្រាន់តែរង់ចាំឲ្យវា scan ចប់យកពាក្យថា Finish ជាការស្រេចចឹងអ្នកនរគ្នាមានចម្ងល់ទាក់ទងជាមួយនឹងការប្រើប្រាស់កុំព្យូទ័រផ្សេងៗអ្នកនរគ្នាអាច comment នៅខាងក្រោមវីដេអូជួយ subscribe channel YouTube និង join group Telegram នៅ link នៅខាងក្រោមវីដេអូនឹងទទួលបានកម្មវិធីកុំព្យូទ័រនិងសៀវភៅឯកសារផ្សេងៗទាក់ទងទៅនឹងការប្រើប្រាស់កុំព្យូទ័រសូមអរគុណ